នេះខ្ញុំចង់និយាយពាក់ព័ន្ធជាមួយនឹងរឿងញ៉ាំថ្នាំទឹកនោមផ្អែមដោយអត់មានវិជ្ជបញ្ជាហើយអត់មានការតាមដានពីគ្រូពេទ្យញ៉ាំអត់មានវិជ្ជបញ្ជាហ្នឹងគឺក្នុងករណីអ្នកខ្លះគាត់មានជំងឺទឹកនោមផ្អែមខ្លួនឯងដល់ពេលមិត្តភ័ក្តិរបស់គាត់ហ្នឹងទៅតែ A1C អញ្ចឹងឃើញឡើងអញ្ចឹងគាត់ចែកថ្នាំគ្នាញ៉ាំជំងឺលើសឈាមខ្លះក៏អ្នកជំងឺគាត់ចែកថ្នាំគ្នាញ៉ាំវាអញ្ចឹងដែរប៉ុន្តែថ្ងៃនេះខ្ញុំចង់មកនិយាយទៅរឿងទឹកនោមផ្អែមទេបងប្អូនត្រូវយល់អញ្ចឹងថាថ្នាំនីមួយៗមុននឹងគេដាក់ប្រើប្រាស់ហ្នឹងគឺគេសិក្សាទៅលើទី1សកម្មភាពរបស់ថ្នាំថាតើថ្នាំហ្នឹងវាទៅធ្វើម៉េចនៅក្នុងខ្លួនប្រាណរបស់យើងហើយវានៅក្នុងខ្លួនប្រាណរបស់យើងប្រហែលម៉ោងហើយវាបញ្ចេញចោលពីខ្លួនប្រាណរបស់យើងនឹងដោយរបៀបណាហើយវាមាន side effect ឬក៏គេហៅថាជាផលវិបាកគេខ្លះមកលើខ្លួនរបស់យើងអញ្ចឹងថ្នាំទឹកនោមផ្អែមដូចគ្នាជំនាន់ខ្ញុំរៀនថ្នាំទឹកនោមផ្អែមមានតែប្រហែលជា4ទៅ5ក្រុមទេប៉ុន្តែឥឡូវថ្នាំទឹកនោមផ្អែមទាំងចាក់ទាំងលេបមានប្រហែលជាចង់10ក្រុមអញ្ចឹងក្នុងមួយក្រុមហ្នឹងមាន2 3មុខទៀតដល់អញ្ចឹងថ្នាំទឹកនោមផ្អែមគឺមានច្រើនមែនតើការដែលដឹងថាថ្នាំណាវាស័ក្តិសមសម្រាប់យើងគឺតទៅគ្រូពេទ្យគាត់ជាអ្នកគិតពិចារណាឲ្យពួកឯគ្រូពេទ្យគាត់យល់ថាសកម្មភាពថ្នាំមួយហ្នឹងគឺវាទៅធ្វើអីហើយវាបញ្ចេញចោលនៅកន្លែងណាវាប៉ះទៅលើសរីរាង្គណាខ្លះអញ្ចឹងខ្ញុំឧទាហរណ៍ខ្លីមួយដូចអ្នកជំងឺខ្លះគាត់មានជំងឺទឹកនោមផ្អែមហើយគាត់មាន obesity គាត់ធាត់ខ្លាំងអញ្ចឹងណាអញ្ចឹងការប្រើប្រាស់ថ្នាំទឹកនោមផ្អែមគឺយើងត្រូវរើតាមនឹងយើងអាចចាប់ផ្ដើមប្រើជាមួយនឹង Biganite ដែលគេហៅថា Metformin ឬក៏ Glucophage អីហ្នឹងដែលឃើញនៅតាមទីផ្សារហ្នឹងបានប៉ុន្តែសួរថាវាជួយឲ្យចុះគីឡូបានល្អឬក៏អត់ទេគឺវាជួយគ្រាន់តែឲ្យបញ្ចុះជាតិស្ករប៉ុន្តែការចុះគីឡូគឺថ្នាំនេះមិនមែនជាជម្រើសទី1ទេអញ្ចឹងជាទូទៅគ្រូពេទ្យគឺគាត់តែងតែជ្រើសរើសជម្រើសថ្នាំផ្សេងមកពីក្រុមផ្សេងដូចជា SGLT2 inhibitor ដែលជួយបញ្ចុះជាតិស្ករហើយគឺជួយឲ្យអ្នកជំងឺហ្នឹងគាត់ចុះគីឡូបានល្អទៀតដើម្បីការពារគាត់ពីជំងឺផ្សេងៗដែលបង្កដោយសាររឿង obesity ឬក៏រឿងធាត់លើគីឡូនឹងឯងមានថ្នាំទឹកនោមផ្អែមមួយដែលវាអាសាបង្កឲ្យយើងលាកផ្លោកនោមឬក៏លាកពហុនោមថ្នាំទឹកនោមផ្អែមហ្នឹងវានៅក្នុង group SGLT2 inhibitor ពពួកថ្នាំហ្នឹងវាធ្វើឲ្យទប់ស្កាត់ការបើកស្រូបជាតិស្ករពីតម្រងនោមចូលទៅក្នុងឈាមវិញដល់អញ្ចឹងទៅជាតិស្ករវាចេញមកតាមទឹកនោមច្រើនហើយប្រសិនបើយើងតេស្តទឹកនោមទោះបីជាជាតិស្ករយើងចុះបានល្អក៏យើងតេស្តទឹកនោមទៅវាឃើញមានជាតិស្ករដែរប៉ុន្តែមិនបានន័យថាជាតិស្ករគាត់គ្រប់គ្រងអត់បានល្អទេអាហ្នឹងគឺដោយសារតែរឿងថ្នាំហ្នឹងគឺសកម្មភាពរបស់គេគឺគេបញ្ចេញជាតិស្ករចោលតាមទឹកនោមហ្មងអញ្ចឹងដល់ពេលដែលជាតិស្ករច្រើននៅក្នុងទឹកនោមគឺយើងប្រឈមរឿងមួយគឺរលាកផ្លោកនោមឬក៏រលាកពហុនោមនឹងទាំងប្រុសទាំងស្រីប៉ុន្តែឃើញភាគច្រើនលើស្ត្រីដែលគាត់អស់រដូវខ្លះក៏ចេញរោគសញ្ញាហ្នឹងអ្នកខ្លះក៏អត់ទៅអញ្ចឹងអ្នកខ្លះដែលគាត់មានមុខសញ្ញាឬក៏កត្តាប្រឈមគឺគាត់ប្រើថ្នាំហ្នឹងអត់បានទេដល់អញ្ចឹងទៅការរើសថ្នាំហ្នឹងគឺតទៅគ្រូពេទ្យជាអ្នករើសឲ្យហើយជួនកាលអ្នកខ្លះគាត់ប្រើថ្នាំទឹកនោមផ្អែមយូរក៏ចេះអាសាលាកពហុនោមឬក៏លាកផ្លោកនោមអញ្ចឹងក៏អត់ចាប់អារម្មណ៍ថាគឺជាផលវិបាកនៃថ្នាំដល់អញ្ចឹងទៅគាត់ចេះតែទិញថ្នាំសាសញ៉ាំតាម pharmacy គាត់ចេះតែសង្ស័យពីនេះពីនោះអីអញ្ចឹងគឺរកមុខសញ្ញាអត់ឃើញអាហ្នឹងហើយគឺដោយសារតែយើងប្រើប្រាស់ថ្នាំដែលអត់មានការតាមដានការមើលថែពីគ្រូពេទ្យប្រសិនបើមើលថែពីគ្រូពេទ្យគឺគ្រូពេទ្យប្រាប់អីថាអូលាកផ្លោកនោមដោយសារថ្នាំហ្នឹងអញ្ចឹងគ្រូពេទ្យគេនឹងដូរឲ្យប៉ុន្តែមិនមែនបានន័យថាគ្រប់គ្នាអត់តែញ៉ាំគឺដឹងតែលាកអីគឺអាស្រ័យទៅលើអ្នកជំងឺដែរតាមខ្លះទៀតណាចេញសេរីដំបូងមកគឺបញ្ចេញចោលនៅតម្រងនោមហ្មងអ្នកដែលខ្សោយតម្រងនោមប្រើអត់បានទេប៉ុន្តែពេលចេញសេរីក្រោយមកទៀតគេហៅថា second generation គឺវាបញ្ចេញចោលនៅតម្រងនោមខ្លះបញ្ចេញចោលនៅតាមថ្លើមខ្លះដល់អញ្ចឹងទៅអ្នកដែលខ្សោយតម្រងនោមតិចតួចហ្នឹងគឺអាចប្រើបានអញ្ចឹងបានថាសកម្មភាពនៃថ្នាំនីមួយៗវាមានភាពស្មុគស្មាញហើយគេហៅថាផលវិបាកឬក៏អត្ថប្រយោជន៍នៃថ្នាំនីមួយៗហ្នឹងក៏វាមានខុសៗគ្នាទៅតាមនឹងដែរអញ្ចឹងបានអីដែលខ្ញុំលើកទឹកចិត្តគឺបងប្អូនទាំងអស់គ្នាគួរតែប្រើប្រាស់ថ្នាំតាមការណែនាំរបស់គ្រូពេទ្យហើយតាមដានជាមួយនឹងគ្រូពេទ្យឲ្យបានញឹកញាប់ការតាមដានជំងឺទឹកនោមផ្អែមជាទូទៅប្រសិនបើជួបគ្នាដំបូងប្រហែលជា3អាទិត្យជួបគ្នាម្ដងក្រោយមកមួយខែជួបគ្នាម្ដងស្ករដែលគ្រប់គ្រងបានល្អគឺយើងតាមដានរយៈពេលប្រហែលជា3ខែម្ដងគិតថាប្រសិនបើយើងមានជំងឺរ៉ាំរ៉ៃក្នុងកំឡុងពេល3ខែម្ដងមកជួបគ្រូពេទ្យសម្រាប់ខ្ញុំគិតថាអត់ច្រើនខ្លាំងពេកទេមួយវិញទៀតការព្យាបាលជំងឺទឹកនោមផ្អែមគឺយើងអត់អាចព្យាបាលទៅរឿងចុះជាតិស្ករទេគឺយើងត្រូវមើលរឿង metabolic ផ្សេងៗដូចជារឿងខ្លាញ់រឿង uric acid ដូចជារឿងពាក់ព័ន្ធជាមួយនឹងថ្លើមតម្រងនោមយើងត្រូវមើលបាតភ្នែកយើងត្រូវមើលបេះដូងយើងត្រូវមើលសរសៃឈាមការ៉ូទីតយើងត្រូវមើលទាំងអស់ពួកអីដោយសារតែអ្នកជំងឺទឹកនោមផ្អែមជាទូទៅគាត់មិនបាត់បង់ជីវិតដោយសារតែរឿងជាតិស្ករតែមួយមុខទេគាត់មានបញ្ហាគ្រោះថ្នាក់ដល់ជីវិតរបស់គាត់ហ្នឹងគឺពាក់ព័ន្ធទៅរឿងបេះដូងពាក់ព័ន្ធទៅរឿងសរសៃឈាមទូចៗដែលវាខូចដោយសារតែជាតិស្កររបស់គាត់ហ្នឹងគ្រប់គ្រងអត់បានល្អអញ្ចឹងបានទៅពេលដែលបងប្អូនទាំងអស់គ្នាមានជំងឺនេះហើយខ្ញុំណែនាំថាធ្វើយ៉ាងណាតាមដានជាមួយគ្រូពេទ្យឲ្យបានជាប់ហើយព្យាយាមលេបថ្នាំដោយមានវិជ្ជបញ្ជាត្រឹមត្រូវ